គាត់ក៏មិនសួរថាត្រាក់ទ័រទូចសេរីទូចចឹងយើងអាចរុញបានអត់មិនថាត្រាក់ទ័រមិនថាកូយន្តទេបច្ចុប្បន្ននេះគឺមានបងគាត់ឆ្នៃច្រើនពាក់ព័ន្ធជាមួយនឹងការរុញយើងអាចគ្រាន់តែយើងដាក់ធុងប្រេងបូមមួយមកយើងអាចឆ្នៃកន្លែងណាក៏បានហើយយើងអាចប្រើបូមមួយដាក់នៅមុខនេះប៉ុន្តែសួរថាការងារវាយ៉ាងម៉េចដែរបានត្រូវមករុញដីធូបើរុញដីអីផ្សេងដីតឹងដីគ្រូអីវាមិនទៅទេដោយសារតែកម្លាំងវាទូចអញ្ចឹងវាតាមសមត្ថភាពរបស់វាដែរប៉ុន្តែបើសួរថាឆ្នៃកើតអត់កើតការឆ្នៃបូមបច្ចុប្បន្នគឺច្រើនសូម្បីតែកូយន្តក៏មានបងក៏ឆ្នៃដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើជាមួយនឹងត្រាក់ទ័រទូចនេះគឺបាន 100% គ្រាន់តែយើងឆ្នៃដុំចែកបូមមួយមកដុំចែកប្រេងបូមមួយមកហើយដាក់ធុងប្រេងបូមមួយមកហើយរត់ទៅយកបូមទៅមុខទៅគឺយើងប្រើបានហើយយើងដាក់ដៃវិជាកន្លែងនេះមួយមកអូខេនេះគ្រាន់តែជាការបង្ហាញត្រួសទេប៉ុន្តែអានេះសំខាន់បងយកទៅដល់កន្លែងជាងអាចឲ្យគាត់ឆ្នៃបានហើយបើសិនជាកម្លាំងដូចខ្ញុំប្រាប់ចឹងគឺវាអត់ខ្លាំងទេព្រោះបើនេះគឺវាទូចកម្លាំងសេះវាក៏ទូចហើយចំណែកការប្រើប្រាស់បានតែធ្វើមកដីធូទេតែបើបងថាយកត្រឹមតែរុញតុបភ្លឺអីនេះអាយឬក៏រុញផ្លូវអីតិចតួចចូលភូមិចូលចកាអីអានឹងបាន 100% ហើយក៏វាស្រួលដែរនេះវាទូចប៉ុន្តែបើថាយកទៅធ្វើការងារប្លុកប៉បការងារធ្ងន់រុញនេះរុញនោះច្រើនអត់កើតទេតែបើរុញដីឡានបានព្រោះថាដីឡានយើងចិត្តម្ដងតិចនិចរុញតិចបានប៉ុន្តែបើថារុញឲ្យខ្លាំងហ្មងគឺវាមិនអាចទេអូខេអរគុណច្រើនហ្មង